ស្វាគមន៍ប្រិយមិត្តមកកាន់ Channel នេតិរឿងខ្មោចរបស់ Admin ហើយថ្ងៃនេះ Admin មានរឿងមួយទៀតគឺជារឿងដែលនិយាយបន្តពីរឿងមុនកាលពីប្រហែលថ្ងៃមុន Admin បានផុសរឿងមួយដែលមានចំណងជើងថាវិញ្ញាណនៅក្នុងកញ្ចក់សំរឹទ្ធរឿងនោះនៅភាគចុងក្រោយគេនិយាយថាគេបានបំបែកកញ្ចក់សំរឹទ្ធនឹងហើយយកទៅបោះចោលនៅក្នុងស្រះទឹកមួយដែលនៅខាងក្រោយវិមានហើយក្រោយមកក្នុងដីនៃវិមាននោះគេបានសាងសង់ទៅជាសាលារៀនសម្រាប់ក្មេងៗរៀនអីចឹងទៅហើយកញ្ចក់ដែលនៅក្នុងទឹកនោះការពិតវានៅតែលាក់វិញ្ញាណហើយវានៅតែបញ្ចេញនៅភាពខូខើអញ្ចឹងគ្រាន់តែវានៅក្នុងស្រះហ្នឹងវាមិនបានបង្ហាញឬក៏មិនបានធ្វើទុកបុកម្នេញដល់អ្នកភូមិធ្វើឲ្យរឿងរ៉ាវទាំងអស់នោះគឺស្ងប់ស្ងាត់មួយរយៈប៉ុន្តែក្រោយមកទៀតស្រាប់តែមិនដឹងថាមូលហេតុអ្វីបានជាវិញ្ញាណនោះគឺពុះកញ្ជ្រោលសារឡើងវិញធ្វើឲ្យមានរឿងរ៉ាវហេតុការចម្លែកបានកើតឡើងនៅទីនោះប៉ុន្តែវាមិនបានទៅប៉ះពាល់ឬក៏ធ្វើឲ្យមានគ្រោះថ្នាក់ដល់សិស្សដែលរៀននៅទីនោះនោះទេកន្លែងនោះសិស្សគឺចូលចិត្តទៅអង្គុយលេងជាពិសេសគឺនៅមាត់ស្រះនឹងតែម្ដងវាមានខ្យល់ត្រជាក់ហើយគេបានដាំផ្កាដាំអីជុំវិញអញ្ចឹងទៅណាហើយនៅពេលថ្ងៃគឺវាមានសភាពធម្មតាវាមិនបានទៅប៉ះពាល់ឬក៏ធ្វើអ្វីមួយដែលឲ្យមនុស្សគ្រប់គ្នានៅជុំវិញនោះមានការខ្លាចរអាអីទេប៉ុន្តែពេលយប់ឡើងគឺជារឿងដែលគួរឲ្យខ្លាចបំផុតពីព្រោះពេលខ្លះគេបានឮសំឡេងខ្សឹបខ្សៀវឬក៏សំឡេងយំសោកសំឡេងដែលពោរពេញទៅដោយកំហឹងចេញពីក្នុងស្រះនោះឯងខណៈដែលច្រើនឆ្នាំមកហើយមិនដែលមានអ្នកណាទៅលង់ទឹកឬក៏ជួបគ្រោះថ្នាក់អ្វីនៅក្នុងស្រះនោះទេអ្នកភូមិមួយចំនួនធំគេបានភ្លេចទៅហើយថាស្រះនឹងធ្លាប់បោះចោលកញ្ចក់សំរឹទ្ធដែលខាំងវិញ្ញាណទុកហើយពេលខ្លះគឺអ្នកភូមិគេបានឃើញភ្លើងភ្លឹបភ្លែតប្រៀបដូចជាភ្លើងអាបអញ្ចឹងគឺនៅជុំវិញស្រះហ្នឹងណាគេមើលពីចម្ងាយមកគឺនៅក្បែរស្រះហ្នឹងហើយរហូតដល់កើតចេញជាពាក្យចចាមអារាមជាច្រើននិយាយទៅគឺថាយើងឃើញមួយគេនិយាយចេញ10អីចឹងណាជួនកាលរឿងហេតុវាតិចតួចនោះទេប៉ុន្តែយកទៅនិយាយនៅខាងក្រៅឬក៏តពីមាត់មួយទៅមាត់មួយគឺវាធំធេងវាសាហាវវាព្រៃផ្សៃអីអញ្ចឹងទៅរហូតដល់ធ្វើឲ្យនៅស្រះនោះគឺលែងមានអ្នកណាហ៊ានទៅលេងនៅទីនោះទៀតដោយសារតែវាមានសភាពស្ងប់ស្ងាត់អញ្ចឹងហើយទើបធ្វើឲ្យមានរឿងមួយបានកើតឡើងគឺជារឿងឃាតកម្មរឿងហ្នឹងគឺដើមឡើយកើតចេញពីបុរសម្នាក់ដែលញៀនថ្នាំគាត់ឈ្មោះវិឆ័យហើយគាត់បានរំលោភនារីម្នាក់ឈ្មោះនីតាបន្ទាប់មកក៏សម្លាប់ចោលហើយពេលដែលសម្លាប់គឺយកសាកសពទៅបោះចោលនៅក្នុងស្រះនឹងឯងដោយសារតែកន្លែងហ្នឹងគឺគ្មានអ្នកណាគេហ៊ានទៅលេងទៀតល្បីថាមានខ្មោចលងអីអញ្ចឹងទៅណាហើយយកសាកសពទៅបោះចោលហើយវិឆ័យហ្នឹងក៏រត់ចាក់ចេញទៅចំណែកឯក្រុមគ្រួសារនីតាហ្នឹងព្យាយាមស្វែងរកប៉ុន្តែរកមិនឃើញនោះទេមានអ្នកភូមិខ្លះគេសង្ស័យថានីតាត្រូវបានលង់ទឹកស្រះនឹងឯងដោយសារតែផ្ទះនាងនៅក្បែរសាលារៀនដែរហើយអ្នកភូមិបានចុះទៅក្នុងស្រះគេរាវរកអីពេញនឹងអញ្ចឹងទៅក៏រកមិនឃើញដែររហូតដល់ម្ដាយឪពុករបស់នីតាគាត់បានទៅរកគ្រូខ្មែរដើម្បីទាយចង់ដឹងថាកូនរបស់គាត់តើជួបហេតុការណ៍អ្វីមានរឿងអីកើតឡើងអីអញ្ចឹងទៅហើយពេលដែលគ្រូប្រមាលមើលទៅក៏ដឹងថានីតាត្រូវបានគេសម្លាប់យកទៅបោះចោលនៅក្នុងស្រះនឹងឯងទោះបីជាសម្ដីគ្រូទាយនិយាយអញ្ចឹងក៏គាត់មិនសូវជាជឿប៉ុន្មានដែរព្រោះថាស្រះនឹងគេរកឡើងអស់ទៅហើយមិនឃើញមានអីនោះទេហើយបើសិនជាថាមានមនុស្សលង់ទឹកស្លាប់ក៏ត្រូវតែអណ្ដែតមកវិញដែរប៉ុន្តែប្រហែលថ្ងៃហើយគឺអត់មានតតែសោះដូច្នេះឪពុកម្ដាយរបស់នីតាព្រមទាំងសាច់ញាតិបងប្អូនក៏មិនសូវចាប់អារម្មណ៍នឹងពាក្យសម្ដីរបស់លោកគ្រូនោះដែរទោះបីជាយ៉ាងណាក៏ដោយក៏គេមិនបោះបង់ចោលមានន័យថាគេជឿខ្លះគេអត់ខ្លះអីអញ្ចឹងទៅហើយប្រហែលថ្ងៃក្រោយមកគេក៏ទទួលដំណឹងពីប៉ូលីសវិញ
គឺគេថាមានជាប់ពាក់ព័ន្ធជាមួយនឹងវិឆ័យហើយវិឆ័យហ្នឹងក៏ប៉ូលីសចាប់បានទៀតគេសួរចម្លើយប្រហែលជា2-3ថ្ងៃទើបវិឆ័យហ្នឹងយល់ព្រមថាឆ្លើយសារភាពទាំងអស់នៅរឿងរ៉ាវដែលខ្លួនបានប្រព្រឹត្តហើយពេលដែលវិឆ័យសារភាពទៅគឺដូចនឹងអ្វីដែលគ្រូទាយនិយាយអញ្ចឹងគឺថាសាកសពយកទៅបោះចោលនៅក្នុងស្រះទឹកនឹងមែនដូច្នេះក៏សាច់ញាតិឪពុកម្ដាយរបស់នីតានឹងបានទៅរកគ្រូទាយនឹងម្ដងទៀតហើយពួកគេសួរថាហេតុអ្វីក៏សាកសពបែរជាមិនឃើញទៅវិញដល់ពេលអញ្ចឹងទៅគ្រូទាយក៏ប្រមាលមើលម្ដងទៀតដើម្បីឲ្យដឹងច្បាស់អីចឹងទៅណានៅពេលដែលប្រមាលមើលអញ្ចឹងទៅក៏ដឹងថាវិញ្ញាណរបស់នីតាត្រូវបានកញ្ចក់ដែលបែកបាក់នោះស្រូបយកហើយខាំងវិញ្ញាណមិនឲ្យចាក់ចេញទៅណានោះទេចំណែកឯខ្លួនប្រាណសាកសពនឹងក៏មិនអណ្ដែតឡើងដែរលុះត្រាតែវិឆ័យនឹងទៅសុំខមាទោសដល់អញ្ចឹងទៅក៏ខាងក្រុមគ្រួសារសាច់ញាតិនឹងដោយសារតែពាក់ព័ន្ធនឹងអបិយជំនឿខ្លាំងគាត់ក៏ស្នើសុំប៉ូលីសដើម្បីយកវិឆ័យនឹងទៅអុជធូបសុំខមាទោសសាកសពអញ្ចឹងទៅណាហើយបន្ទាប់ពីវិឆ័យអុជធូបសុំខមាទោសហើយមិនដល់24ម៉ោងស្រាប់តែសាកសពនឹងអណ្ដែតឡើងមកវិញហើយគេក៏យកនាងទៅបូជាទៅអីចឹងទៅធ្វើបុណ្យតាមប្រពៃណីអញ្ចឹងទៅហើយបន្ទាប់ពីរឿងរ៉ាវរបស់នីតាបានបញ្ចប់ទៅក៏វាមិនស្ងប់ដែរគឺពេលហ្នឹងคล้ายទៅជារឿងធំមានន័យថានៅក្នុងស្រះទឹកហ្នឹងកាលពីដើមឡើយអត់ដែលមានបញ្ហាអីធំដុំទេនិយាយទៅគេថាស្ងប់ស្ងាត់រហូតប៉ុន្តែក្រោយមកគេគ្រាន់តែឃើញសកម្មភាពឃើញភ្លើងពីចម្ងាយឬក៏ឮសំឡេងអីប្លែកៗតែប៉ុណ្្នឹងឯងសម្រាប់តែពេលយប់ទេណាប៉ុន្តែបើពេលថ្ងៃវិញទៅគឺអត់មានបញ្ហាអីទាំងអស់វាគ្រាន់តែជាកន្លែងដែលគេអង្គុយអានសៀវភៅហើយគេដាំផ្កាមានសួនមានអីនៅនឹងស្អាតណាស់ប៉ុន្តែឥឡូវហ្នឹងគឺវាអត់មែនអញ្ចឹងទេវាคล้ายតែជាកន្លែងដែលគេខ្លាចបំផុតគេដឹងណាគេដឹងថានៅក្នុងស្រះទឹកហ្នឹងគឺកំពុងតែត្រូវការវិញ្ញាណថែមទៀតដោយសារតែគ្រូទាយបាននិយាយប្រាប់ហើយគេហាមមិនឲ្យកូនចៅឬក៏អ្នកណាអ្នកណីអត់ឲ្យទៅក្បែរស្រះទឹកហ្នឹងទេគេថាវាដូចជាកន្លែងដែលដាស់វិញ្ញាណអញ្ចឹងបន្ទាប់ពីសាកសពមួយបានធ្លាក់ចូលទៅក្នុងស្រះទឹកហ្នឹងណាអញ្ចឹងវានឹងคล้ายទៅជាកន្លែងដែលមានសភាពខូខើសាហាវព្រៃផ្សៃកាន់តែខ្លាំងឡើងហើយដូច្នេះបើអាចជិះឲ្យឆ្ងាយបានគឺត្រូវតែជិះចេញពីកន្លែងនោះហើយសម្រាប់សិស្សសានុសិស្សដែលរៀនពេលថ្ងៃគេឧស្សាហ៍ឃើញគេឃើញមានមនុស្សស្រីអង្គុយមុជទឹកទាំងថ្ងៃអង្គុយមុជទឹកអង្គុយច្បូតសក់ហើយពេលខ្លះគេបានឃើញមនុស្សហក់ចូលទៅក្នុងទឹកអ្នកខ្លះគិតថាជាការលោតទឹកសម្រាប់ខ្លួនអីអញ្ចឹងទៅរហូតដល់មានការប្តឹងទៅលោកគ្រូអ្នកគ្រូប៉ុន្តែនៅពេលដែលគេស៊ើបអង្កេតមើលទៅវាអត់មានបញ្ហាអីនោះទេអានេះគេហៅថាគ្រាន់តែជាការសម័យសម័យឬក៏អាចថាខ្មោចស្ពិនភ្នែកឬក៏បង្ហាញឲ្យឃើញស្អីចម្លែកអញ្ចឹងទៅណាដល់ពេលអញ្ចឹងទៅក្មេងៗដែលរៀននៅក្បែរនោះរឹតតែខ្លាចទៅទៀតហើយវិញ្ញាណនៅក្នុងកញ្ចក់ហ្នឹងគឺគេត្រូវការមនុស្សស្រីម្នាក់ឈ្មោះកញ្ញាពីព្រោះកញ្ញាហ្នឹងត្រូវជាប្អូនជីដូនមួយរបស់វិឆ័យដែលសម្លាប់នីតានឹងឯងហើយវិញ្ញាណនីតាគឺនៅតែដក់ជាប់នៅក្នុងកញ្ចក់ហ្នឹងនៅតែមានកំហឹងដោយសារតែកំហឹងនឹងហើយទើបធ្វើឲ្យធម៌ពលកញ្ចក់នឹងខ្លាំងហើយកំហឹងនឹងគឺទៅរកប្អូនស្រីរបស់វិឆ័យនឹងឯងហើយប្អូនស្រីរបស់វិឆ័យគឺកំពុងតែរៀននៅសាលានឹងដែរដូច្នេះវិញ្ញាណដែលនៅក្នុងស្រះទឹកនឹងព្យាយាមទាញកញ្ញាឲ្យធ្លាក់ទឹកមានន័យថាចង់សម្លាប់កញ្ញានៅក្នុងស្រះទឹកនឹងឯងវិញ្ញាណនឹងព្យាយាមប្រមាណដងហើយប៉ុន្តែអត់បានសម្រេចមានពេលខ្លះកញ្ញាដើរទៅស្រះទឹកនឹងដោយមិនដឹងខ្លួនប៉ុន្តែត្រូវមិត្តភ័ក្តិដែលនៅក្នុងសាលានឹងចាប់ទាញមកវិញដោយសារតែតំបន់នោះជាតំបន់ហាមឃាត់គេមិនឲ្យទៅទេហើយមានពេលខ្លះកញ្ញាមានអារម្មណ៍ថាឃើញទីនោះស្រស់ស្អាតចង់ទៅអង្គុយលេងត្រជាក់ស្រួលអីចឹងទៅប៉ុន្តែនៅតែមិនបានទៅដោយបំណងមិនបានទៅដោយសារតែមានការអាក់ខានអីអញ្ចេះអញ្ចោះយើងនិយាយទៅគេហៅថាអាចថារិស័យខ្ពស់នៅពេលដែលរិស័យខ្ពស់ជួនកាលមានការអាក់ខានមានការអីខ្មោចធ្វើអីអត់បានទេហើយនៅពេលយប់ឡើងកញ្ញាយល់សុបិនរហូតយល់សុបិនឃើញថាមានមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ហើយនាងទៅចុះមុជទឹកលេងនៅក្នុងស្រះទឹកនឹងឯងដល់ពេលដែលនាងភ្ញាក់ឡើងគឺនាងមានការភិតភ័យហើយនាងបានប្រាប់ម្ដាយនាងគឺដឹងថាកូនស្រីរបស់គាត់ប្រកាសជាមានអ្វីមួយគឺគេហៅថាចង់យកទៅ
អញ្ចឹងវាពាក់ព័ន្ធនឹងស្រះហ្នឹងគឺគេដឹងថាមានវិញ្ញាណនៅក្នុងហ្នឹងហើយម្ដាយក៏រកគ្រូរកអីស្រោចទឹករំដោះគ្រោះអីចឹងទៅប៉ុន្តែវិញ្ញាណហ្នឹងនៅតែរងចាំឱកាសរងចាំរហូតអត់យកអ្នកណាផ្សេងទេទោះបីជាមានឱកាសយកអ្នកផ្សេងក៏ដោយក៏វិញ្ញាណនៅក្នុងកញ្ចក់ហ្នឹងអត់ព្រមយកដែរគឺតាមយកតែកញ្ញានឹងម្នាក់គត់ហើយទីបំផុតវិញ្ញាណកញ្ចក់សម្រិតហ្នឹងក៏យកកញ្ញានឹងបានមែនគឺវាដូចជាការសណ្ដំចិត្តកញ្ញាឲ្យទៅអង្គុយអានសិភៅនៅក្រោមដើមឈើក្បែរស្រះទឹកហ្នឹងអញ្ចឹងនៅសុកកញ្ញាគាត់ទៅអង្គុយអានសិភៅម្នាក់ឯងអញ្ចឹងទៅណាហើយពេលដែលកំពុងតែអានសិភៅមានរបស់អ្វីចម្លែកម្យ៉ាងចេញពីទឹកហ្នឹងណាហើយចាប់ទាញជើងនាងចូលទៅក្នុងស្រះទឹកហ្នឹងបាត់សម្ោសូនឈឹងតែម្ដងហើយអ្នកខ្លះក៏និយាយថាខ្មោចទឹកសម្រាប់នាងអីអញ្ចឹងទៅបន្ទាប់ពីកញ្ញាបានស្លាប់នៅក្នុងស្រះទឹកនឹងហើយគឺមានសភាពដូចគ្នាអត់មានអណ្ដែតឡើងនោះទេទាល់តែមានការធ្វើពិធីសែនព្រេនអីនៅនឹងមុខស្រះទឹកនឹងទើបរកឃើញសាកសពកញ្ញាហើយពេលនោះស្រះទឹកនឹងគឺថាល្បីរន្ទឺតែម្ដងល្បីមែនទែនរហូតដល់សិស្សមួយចំនួនអត់រៀននៅសាលានឹងទៀតទេសុំទៅរៀននៅសាលាផ្សេងកាលពីមុនតំបន់ហាមឃាត់នឹងគឺវាតូចទេប៉ុន្តែឥឡូវគេពង្រីកមានន័យថាសឹងតែពាក់កដាលដីសាលាណាអត់ឲ្យសិស្សហ្នឹងទៅក្បែរទេគឺគេដាក់ហាមឃាត់តែម្ដងគេធ្វើរបងបិទចិត្តតែម្ដងអត់ឲ្យមានចូលទៅអីបានទេហើយទោះបីជាយ៉ាងហ្នឹងក៏ដោយក៏សិស្សសានុសិស្សមួយចំនួនគាត់ភ័យខ្លាចគាត់អត់រៀនទេអត់រៀននៅសាលាហ្នឹងទៀតទេឪពុកម្ដាយគេមានការព្រួយបារម្ភខ្លាចថាកូនហ្នឹងត្រូវវិញ្ញាណអាក្រក់សណ្ដំអីអញ្ចឹងទៅឲ្យទៅអង្គុយក្បែរអីអញ្ចឹងទៅព្រោះអាវិញ្ញាណហ្នឹងវាសាហាវវាមានថាមពលខ្លាំងវាអាចសណ្ដំមនុស្សពីចម្ងាយបានឲ្យទៅអង្គុយឲ្យទៅអីបានអញ្ចឹងណាធ្លាប់តែឮគេនិយាយថាខ្មោចទឹកតើតែទៅចំកន្លែងវាទៅមុជទឹកនៅតំបន់ហ្នឹងអីនៅតំបន់ហ្នឹងអញ្ចឹងទៅហើយអ្នកនឹងមានរិស័យដាក់មានអីអញ្ចឹងទៅទើបខ្មោចទឹកអាចធ្វើបានអីអញ្ចឹងទៅប៉ុន្តែនេះអត់ទេគឺថាសូម្បីតែអ្នកនៅពីចម្ងាយក៏អាចសណ្ដំបានដែររហូតដល់គេពង្រីកតំបន់ហាមឃាត់មិនឲ្យចូលទៅអញ្ចឹងទៅហើយដោយសារតែមានការបដិញ្ញាចិត្តរបស់អ្នកគ្រប់គ្រងសាលាឬក៏អាជ្ញាធរដែលនៅតំបន់នោះគឺគេហាមគេអីបិទអីចឹងទៅការពារសុវត្ថិភាពជូនប្រជាជនដែលនៅជុំវិញនោះអាចនិយាយថា 100% ដល់អញ្ចឹងស្រះទឹកហ្នឹងมันអាចធ្វើអ្វីអ្នកបន្តទៀតបានទេហ្នឹងហើយដល់អញ្ចឹងទៅគឺវាស្ងប់ស្ងាត់រយៈពេលជាច្រើនឆ្នាំប៉ុន្តែធម្មជាតិរបស់ព្រាយគេហៅថាព្រាយយើងនិយាយថាព្រាយទៅចុះគឺវានៅតែរងចាំជានិច្ចរហូតដល់មានឱកាសណាមួយដែលវាអាចយកបានវាយកទៀតពីព្រោះវាអាចនៅរាប់ឆ្នាំ4 10 20 30ឆ្នាំអញ្ចឹងទៅវានៅអញ្ចឹងរហូតណាស់តែមនុស្សជាអ្នកភ្លេចដោយខ្លួនឯងទេដូចគេហៅថាកុកតែងតែភ្លេចជុងប៉ុន្តែជុងមិនដែលភ្លេចកុកអញ្ចឹងណាដូច្នេះប្រហែលឆ្នាំក្រោយមកស្រាប់តែឮដំណឹងថាមានក្មេងស្រី2នាក់ទៀតត្រូវបានស្លាប់នៅក្នុងស្រះទឹកនឹងដែរគឺស្លាប់ដោយអាកំបាំងបំផុតហើយក្មេងស្រី2នាក់ហ្នឹងជាមនុស្សដែលខ្លាចទឹកមិនដែលចេះតែលេងទឹកទៅហែលទឹកអីនោះទេនេះប្រហែលជាពួកគេភ្លេចខ្លួនហើយទៅលេងក្បែរនោះហើយចំពេលដែលរាសីកំពុងតែធ្លាក់ផងទើបធ្វើឲ្យវិញ្ញាណខ្មោចវិញ្ញាណព្រាយទាំងអស់ហ្នឹងសណ្ដំចិត្តគេឲ្យគេទៅលេងកន្លែងស្រះហ្នឹងទៅលេងទឹកទៅលេងអីអញ្ចឹងហើយក៏លងស្លាប់ទៅសរុបមកវិញ្ញាណដែលនៅក្នុងកញ្ចក់សម្រិតបាក់បែកដែលគេបោះចោលទៅក្នុងស្រះទឹកហ្នឹងគឺបានស្រូបយកវិញ្ញាណមនុស្សស្រីដល់ទៅ4នាក់ដែលគ្រូទាយឬក៏គ្រូខាងអាគមអូមអាមបាននិយាយថាវាបង្កើននៅអានុភាពនិងកម្លាំងខ្លាំងមែនទែនហើយក្រោយមកទៀតកន្លែងនោះក៏คล้ายទៅជាកន្លែងដែលមានសភាពស្ងប់ស្ងាត់មកវិញគឺមិនដែលឮសំឡេងឬក៏មិនដែលឃើញអ្វីប្លែកកើតឡើងតទៅទៀតដែរហើយដល់ពេលច្រើនឆ្នាំកន្លងផុតទៅវាដូចជាកន្លែងដែលគេបំភ្លេចចោលពីអតីតកាលអញ្ចឹងណាអញ្ចឹងក្មេងៗចំនួនក្រោយគាត់កើតមកគឺគាត់អត់ដឹងថាកន្លែងហ្នឹងពីមុនមកវាមានរឿងអីកើតឡើងខ្លះទេហើយគាត់ក៏ទៅលេងទៅអីអញ្ចឹងទៅក៏វាមិនដែលជួបបញ្ហាមិនដែលជួបអីនេះគេអាចនិយាយថាប្រហែលជាវាគ្រប់គ្រាន់ណាគេហៅថានៅពេលដែលវិញ្ញាណនឹងវាមានគ្រប់គ្រាន់ឬក៏វាអស់កម្មអស់ពីអស់អីវាអាចទៅចាប់ជាតិឬក៏វាអីយ៉ាងណាគឺយើងអត់ដឹងទេដឹងត្រឹមថាទីហ្នឹងคล้ายទៅជាកន្លែងដ៏ស្ងប់ស្ងាត់បើយើងនិយាយអំពីធម៌ព្រះគេហៅថាក្នុងโลกយើងនេះវាគ្មានអីថិតថេរនោះទេជាពិសេសការកសាងអាក្រក់ការធ្វើអាក្រក់តែងតែជួបរឿងតបស្នងតែងតែជួបកម្មពៀអីចឹងទៅជួនកាលអារឿងព្រាយរឿងបិសាចអីហ្នឹងដែលយកជីវិតគេយកអីអញ្ចឹងយើងអត់ដឹងថាក្រោយមកទៀតវាជួបរឿងអីខ្លះវាមានបញ្ហាអីខ្លះយើងអត់ដឹង
ឬក៏វាអស់កម្មអស់វាទៅចាប់ជាតិឬក៏អីក៏យើងអត់ដឹងត្រឹមថាទីហ្នឹងវាคล้ายទៅជាកន្លែងធម្មតាមកវិញអត់មានស្អីកាត់ឡើងទាំងអស់រហូតមកដល់ពេលសម័យឥឡូវនេះស្រះទឹកហ្នឹងក៏នៅតែជាកន្លែងដែលគ្មានបញ្ហាអីរហូតដល់ពេលខ្លះក្មេងៗអាយុ7 8ឆ្នាំគេនាំគ្នាទៅលោតទឹកលេងទៅហែលទឹកលេងអីអញ្ចឹងទៅណាហើយអ្នកខ្លះក៏ទៅស្ទូចត្រីអ្នកខ្លះក៏អុំទូកលេងបេះផ្កាផលិតបេះផ្ការំចង់អីអញ្ចឹងទៅពីព្រោះនៅស្រះហ្នឹងមានត្រីច្រើនមានផ្កាផលិតមានអីហើយជុំវិញហ្នឹងគឺគេមានរៀបជាសួននៅតែជាសួនដដែលទេដោយសារតែនៅក្នុងហ្នឹងវាជាដីរបស់សាលាគ្រាន់តែលបងសាលាហ្នឹងមិនមែនជាលបងថ្មទេជាលបងឈើដល់អញ្ចឹងវាមានកន្លែងខ្លះវាធ្លុះធ្លាយវាគេអាចចេញចូលបានធម្មតាអីអញ្ចឹងទៅហើយអ្នកខ្លះក៏ទៅស្ទូចត្រីអ្នកខ្លះក៏ទៅហែលទឹកលេងហើយមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺជាកន្លែងមួយដែលគេហៅថាជាកន្លែងសាមញ្ញបំផុតអត់មានអីទេហ្នឹងហើយតែសម្រាប់ចាស់ពីដើមគឺគាត់ដឹងថាប្រវត្តិស្រះហ្នឹងយ៉ាងម៉េចពីព្រោះស្រះហ្នឹងមើលទៅធំដែរហ្នឹងហើយគេថាប្រវត្តិវាយ៉ាងម៉េចអីយ៉ាងម៉េចហើយអាគារវិមានដែលនៅសម័យបារាំងហ្នឹងក៏នៅជាប់ដល់ឥឡូវដែរគាត់ថាអាវិមានហ្នឹងគឺដោះស្មៅដោះអីជុំចិត្តអស់ហើយរឿងវិមានហ្នឹងទៀតគេតែងតែនិយាយថាឃើញខ្មោចឃើញអីតែតាមការពិតទៅអត់ដែលមានអីទៀតទេវិមានហ្នឹងគឺស្ងប់ស្ងាត់អស់តាំងពីយូរយារណាស់មកហើយគ្រាន់តែអ្នកខ្លះចូលចិត្តនិយាយបន្លាចក្មេងៗអីអញ្ចឹងទៅហើយរឿងរបស់ខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះនៅមានរឿងថ្មីជាច្រើនទៀតដែលកំពុងតែរៀបចំសម្រាប់ពុកម៉ែបងប្អូនតាមដានទស្សនាសន្តាប់ហើយរឿង admin មានរូបភាពលាយឡំជាមួយនឹងសំឡេងមានអីដើម្បីបង្កើតអារម្មណ៍មួយសម្រាប់បងប្អូនទស្សនាមើលទៅឲ្យកាន់តែជក់ចិត្តដិតអារម្មណ៍អីអញ្ចឹងទៅណាបាទអញ្ចឹងសូមជួយគាំទ្រ admin ផងadmin នឹងព្យាយាមផលិតរឿងថ្មីជាបន្តទៀតហើយថ្ងៃនេះ admin មានតែពាក្យជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមសំណាងល្អឆ្នាំថ្មីរកទទួលទានមានបានទាំងអស់គ្នាសូមឲ្យសយជិះចេញឲ្យឆ្ងាយអរគុណសម្រាប់ការតាមដានសន្តាប់តាំងពីដើមរហូតមកដល់ចប់សូមជម្រាបលា